នៅតាមផ្លូវឆ្ពោះទៅផ្ទះពូសុកមីងធននិងមីងសយកំពុងនាំគ្នាដើរមកពីទិញបន្លែវិញពួកគាត់ទាំងពីរនាក់កំពុងជជែកគ្នាពីរឿងការជួសជុលផ្លូវនៅក្នុងភូមិដែរណែអ្នកធូអ្នកច័ន្ទនិយាយប្រាប់ខ្ញុំថាផ្លូវនៅក្នុងភូមិយើងគេកំពុងត្រៀមជួសជុលថ្មីហើយណាអូមែនអីអ្នកព័ត៌មាននឹងច្បាស់អត់ណែដូចជាមិនសូវច្បាស់ទេអ្នកអើយខ្ញុំថាតែតាមអ្នកច័ន្ទដែរហ្នឹងអ្នកធោអ្នកសយហើយទៅជែកគ្នាពីរឿងអីហ្នឹងបើចង់ដឹងអញ្ចឹងមិនស្វែងរកព័ត៌មានឲ្យច្បាស់លាស់ទៅអ្នកចង់រកដែរតែមិនដឹងថារកនៅណាហ្នឹងណាអ្នកអូនោះរតនកូនប្រុសខ្ញុំប្រហែលជាគេដឹងមីងទាំងពីរខ្ញុំកំពុងទៅសាលាឃុំណែអ្នកនឿនយើងចង់ដឹងចង់ឮពេកអញ្ចឹងតិចខុសច្បាប់ទៅទេអ្នកមីងការស្វែងរកព័ត៌មានមិនមានទោសកំហុសអីទេចឹងទេអីហើយតើសិទ្ធិទទួលព័ត៌មានហ្នឹងមានសារៈសំខាន់អីខ្លះទៅក្មួយបាទសិទ្ធិទទួលព័ត៌មាននេះមានសារៈសំខាន់ណាស់មីងសិទ្ធិនេះអាចឲ្យប្រជាពលរដ្ឋបានដឹងពីគោលនយោបាយនិងការប្រើប្រាស់ថវិការបស់រដ្ឋហើយប្រជាពលរដ្ឋអាចទទួលបានទិន្នន័យត្រឹមត្រូវដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយការរំលោភសិទ្ធិមនុស្សលើកកម្ពស់ការអភិវឌ្ឍនិងពង្រឹងអភិបាលកិច្ចល្អមីងយល់ហើយអញ្ចឹងក្មួយអាចឆ្លើយបានហើយនៅអំពីព័ត៌មានជួសជុលផ្លូវដែលមីងសួរនោះក្មួយអូបាទមីងខ្ញុំសុំទៅសាលាឃុំសិនមីងពេលត្រឡប់មកវិញខ្ញុំនឹងសរុបព័ត៌មានជម្រាបមីងតាមក្រោយអត់ទាន់បានដឹងតដែរអ្នកធូអើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលព័ត៌មានពិតនិងច្បាស់លាស់ការស្វែងរកព័ត៌មាននិងទទួលព័ត៌មានគឺគ្មានកំហុសឡើយ